នៅក្នុង Twinmotion ដើម្បីបើក path tracing គឺយើង click នៅលើ option មួយនេះនៅពេលដែលយើង click មកបើន័យថាយើង activate path tracing អញ្ចឹង preview របស់យើងចាប់ផ្ដើម calculate ហើយយើងអាចមើលបានវា calculate គឺវា run នៅលើនេះហើយវាមាន option របស់វានៅពេលដែលវា calculate ហើយវាចេញសញ្ញាគ្លីកបែបនេះយើង click នៅលើ option តូចនេះយើងនឹងឃើញមាន low medium high ក៏ដូចជា option ហ្នឹងនៅក្នុង media option យើង media option នៅក្នុង scene របស់យើង select ហើយនៅកន្លែង property របស់វា render option យើងមាន option path tracing path tracer អញ្ចឹងយើងអាចបិទបើកតាមហ្នឹងឬក៏តាម option នេះអញ្ចឹងមើលមកខាងក្រោមយើងមាន preset low medium ហើយនិង high នៅពេលដែលយើងឃើញវាអត់ select បែបហ្នឹងបានន័យថាវានៅក្នុង option មួយហៅថា custom ជាងក្នុង detail យើងអាចមើលបានយើងមាន sample ក៏ដូចជា bound យើង select នៅលើ low អញ្ចឹងនេះគឺជា preset ដែលវានឹង load ឲ្យ pixel របស់វា8 bound 6 medium 64 bound 8 high quality 256 bound 10ហើយ option នៅខាងក្រោម emissive material បានន័យថាយើងឲ្យ emissive របស់យើងអាច process ជាមួយនឹង path tracing បាន denoiser អញ្ចឹងជា idea យើងអាច keep default របស់វាបែបហ្នឹងប៉ុន្តែអ្នកខ្លះគេអត់សូវចូលចិត្តប្រើ denoiser ទេអញ្ចឹងគេដោះ denoiser អញ្ចឹង scene របស់គេអាចនឹងមានគ្រាប់ noise នៅក្នុងហ្នឹងដូច្នេះគេនឹងប្រើលក្ខណៈមួយគឺ sample របស់គេហ្នឹងគឺ strong ខ្លាំងអាច high ជាងហ្នឹងដើម្បី reduce noise នៅក្នុងហ្នឹងអញ្ចឹងការ render របស់គេក៏យូរដល់ហ្នឹងដែរអញ្ចឹងនៅក្នុងនេះជា idea យើងអាចប្រើ high maximum ហ្នឹងទៅជាមួយនឹង default option របស់វាបែបនេះប្រើ denoiser firefly នេះដើម្បីឲ្យវាកាត់បន្ថយ firefly emissive material របស់យើងគឺវាអាចដើរជាមួយនឹង path tracing បានអញ្ចឹង function ប៉ុណ្នេះយើងនឹងបាន quality រូបភាពរបស់យើងមួយ high option ហើយអ្វីដែលយើងមើលឃើញនៅលើនេះហៅថា preview